នាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់បន្ទាប់ពីលោកដូណាល់ត្រាំគំរាមវាយអ៊ីរ៉ង់ឲ្យចាស់ដៃបន្ទាប់មកក៏មានមីស៊ីលមកកំទេចនាវាដឹកប្រេងឲ្យខ្ទេចខ្ទីអស់តែម្ដងស្នាដៃអ្នកបាញ់នាវានេះគ្មាននរណាក្រៅពីអ៊ីរ៉ង់នោះទេធ្វើឲ្យលោកដូណាល់ត្រាំរឹតតែក្តៅឡប់ត្រចៀកទៀតនិងបើកការវាយប្រហារយ៉ាងសន្ធប់ទៅលើប្រទេសអ៊ីរ៉ង់លោកដូណាល់ត្រាំបានបន្តទៀតថាបើសិនជាអ៊ីរ៉ង់នៅតែមិនព្រមជួលតុចរចាប្រទេសអ៊ីរ៉ង់នឹងចំណែកអ៊ីរ៉ង់វិញក៏មិនព្រមចុះចាញ់សហរដ្ឋអាមេរិកដែរបើសហរដ្ឋអាមេរិកវាយអ៊ីរ៉ង់ក៏មានសមត្ថភាពវាយមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅគ្រប់បណ្ដាប្រទេសនៅជុំវិញអ៊ីរ៉ង់ទាំងអស់នេះពិតជាអ្នកលេងប៉ះអ្នកមែនមែនទែនហើយអ៊ីរ៉ង់មិនអាចវាយដល់ប្រទេសសហរដ្ឋអាមេរិកប៉ុន្តែអាចវាយសម្ព័ន្ធមិត្តអាមេរិកឲ្យរាបដល់ដីសូមបញ្ជាក់ផងដែរថាការបាញ់ប្រហារនាវាដឹកប្រេងនេះមិនមែនតែមួយគ្រឿងនោះទេគឺមានជាច្រើនគ្រឿងផងដែរនៅថ្ងៃទី1ខែសីហាឆ្នាំ2026នេះ